ពេល login ចូលបានហើយត្រូវបំពេញអាស័យដ្ឋានទទួលអាវ៉ាន់ណាចឹងអស់ចុះមកក្រោមមកចុចកន្លែងទទួលអាស័យដ្ឋានចុចចូលកន្លែងហ្នឹងមកបូកបន្ថែមអាស័យដ្ឋានបន្តមកកន្លែងឈ្មោះអ្នកទទួលហ្នឹងអាហ្នឹងបងត្រូវដាក់ឈ្មោះបងណាលេខទំនាក់ទំនងហ្នឹងលេខទូរស័ព្ទដៃបងដាក់ពេញកន្លែងហ្នឹងណាបន្ទាប់មកបងចុចកន្លែងតំបន់ហ្នឹងទៅវានឹងរកដៅទីតាំងអញ្ចឹងគ្រាន់តែបងចូលបងនៅណាវាលោត location នៅនឹងហ្មងអញ្ចឹងបងបាច់ចុចអីទេបងគ្រាន់តែចុចកំណត់ទៅបានហើយហើយខាងក្រោមនេះអាស័យដ្ឋានលម្អិតផ្ទះបងនេះណាបងដាក់លេខព្រឹកលេខកន្លែងហ្នឹងឲ្យបានត្រឹមត្រូវពេលបងពេញកន្លែងហ្នឹងហើយបងចុចកន្លែងពីអាស័យដ្ឋានដើមហើយបន្ទាប់មកចុចព័ត៌មានរក្សាទុកប៉ុណ្ណឹងគឺហើយបន្ទាប់មកបងចុចចេញពីកន្លែងហ្នឹងវិញដើម្បីដាក់ឃ្លាំង pick up ដើម្បីពេលវ៉ាន់បងមកដល់ខ្មែរវានឹងលោតចូលឃ្លាំងហ្នឹងណាអញ្ចឹងបងពេលចុចចូលមកវាឃើញឃ្លាំងចកាមកណាអញ្ចឹងបងចុចកន្លែងកែប្រែឃ្លាំងហ្នឹងបន្ទាប់មកជឿរើរាជធានីខេត្តបងនៅខេត្តណាបងស្លេកខេត្តណាបងនៅភ្នំពេញបងចុចកន្លែងរាជធានីភ្នំពេញហ្នឹងមកហើយបន្ទាប់មកចុចខាងក្រោមមួយទៀតកន្លែងខាងក្រោមហ្នឹងចុច select ឃ្លាំងដែលចង់ឲ្យអាវ៉ាន់មកពីចិនចូលនៅក្នុងឃ្លាំងហ្នឹងគឺមាននៅសវណ្ណាមានចុចកន្លែងឃ្លាំងសវណ្ណាហើយចុចកំណត់មកបងអាចធ្វើការដាក់ទិញអាវ៉ាន់បានហើយ